បាទជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការលាងសម្អាតម៉ាស៊ីនត្រជាក់ប្រភេទជាប់ពីដានហើយការលាងនេះគឺជាការលាងដែលប្រកបដោយស្តង់ដារបទដ្ឋានស្តង់ដាដែលខាងបរទេសគេអនុវត្តនៅក្នុងបទដ្ឋាននៃការអនុវត្តហ្នឹងគឺសម្រាប់បច្ចុប្បន្នគឺគ្នាយើងបានអនុវត្តនៅក្នុងចំណុចនេះមានចំណុចខ្លះគ្នាយើងបានអនុវត្តត្រឹមត្រូវអស់ហើយមានចំណុចខ្លះក៏យើងនៅមានការខ្វះចន្លោះអញ្ចឹងអូខេអញ្ចឹងចូលទៅមើលទាំងអស់គ្នា Parts removal switch off the អញ្ចឹងកន្លែងនេះគឺតកតងជាមួយនឹងការបិទទៅលើ discounter ចឹងមិនថាមុនយើងរៀបចំលាងសម្អាតអ្វីដែលសំខាន់ជាងគេគឺការបិទ discounter កាត់ផ្ដាច់ប្រភពចរន្តអគ្គិសនីដើម្បីបង្ការកុំឲ្យមានការឆក់ពេលដែលយើងធ្វើការងារលាងសម្អាតអញ្ចឹងណាអូខេអញ្ចឹងយើងមើលបន្តទៀតហើយសម្រាប់ចំណុចមួយនេះគឺល្អមែនតើបើសិនជាគ្នាយើងអាចមានជា sticker note ដូចក្នុងវីដេអូនេះគឺយើងមកការបានច្រើនវាល្អមែនតើអញ្ចឹងពេលបិទចរន្តអគ្គិសនីហើយគឺយើងចាប់តាមទៅការដោះអូខេអញ្ចឹងរបៀបក្នុងការដោះគឺគ្នាយើងចេះសឹងតែគ្រប់គ្នាហើយអញ្ចឹងការដោះគឺយើងទៅការដោះដោយការប្រុងប្រយ័ត្នជៀសវាងការបែកបាក់របស់ភ្ញៀវអញ្ចឹងណាអញ្ចឹងមុនពេលយើងដោះគឺយើងត្រូវតែបោះទឹកចេញនឹងគ្នាយើងដឹងហើយដើម្បីជៀសវាងនៅពេលដែលយើងដោះទៅវាស្រក់ទឹកមកអញ្ចឹងណាអូខេអញ្ចឹងតោះមកធ្វើអីទៀតបោះទឹកចេញហើយគឺយើងត្រូវតម្លាក់ទូអូខេអូខេអញ្ចឹងនៅពេលដែលយើងតម្លាក់តោហើយពេលយើងតម្លាក់តោហើយគឺយើងត្រូវការនៅក្នុងការដោះស្លាបមកទៅហាត់អូខេអញ្ចឹងតកតងជាមួយម៉ូទ័រហៅតែយើងត្រូវដោះអត់ទីទៀតយើងនឹងមើលទាំងអស់គ្នាអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការដោះស្លាបហៅចេញទៅគឺយើងទៅសំម៉ូទ័រហៅសម្រាប់ម៉ូទ័រហៅនេះមាននៅតែជាសំណួរប៉ុន្តែសួរថាយើងត្រូវដោះអត់ចម្លើយខ្ញុំអាចឆ្លើយយ៉ាងខ្លីបើតាមស្តង់ដារគឺគេតម្រូវឲ្យយើងត្រូវតែដោះប៉ុន្តែដើម្បីកាត់បន្ថយពេលវេលានៅក្នុងការដោះនិងដាក់វិញព្រោះនៅការដោះដាក់នេះនៅពេលដែលយើងដោះហើយដាក់ទៅវិញអត់អាចនឹងមានបញ្ហាអលងបាទអលងកន្លែងនេះអញ្ចឹងណាអូខេអញ្ចឹងសម្រាប់កាត់បន្ថយពេលវេលាដើម្បីយើងចំណេញពេលវេលាគឺបច្ចុប្បន្នគឺគ្នាយើងយកថង់ក្រូអញ្ចឹងណាអូខេអញ្ចឹងអូខេអញ្ចឹងបន្ទាប់ពីធ្វើការដោះម៉ូទ័រហៅហើយគឺយើងត្រូវដោះតតមួយម៉ូទ័រទឹកហើយនឹង float switch ពងទឹកអូខេមួយទៀតកន្លែងនេះខាងរោងចក្រដៃគីមគេរីកមិនឲ្យយើងដោះទាំង sensor យើងត្រូវតែដោះទាំងអស់អញ្ចឹងចំណុចនេះនៅពេលដែលយើងដោះស្ពារផាទាំងអស់ហើយយើងត្រូវទុកស្ពារផាទាំងអស់ហ្នឹងនៅម្ដុំដើម្បីយើងឆែកមើលថាយើងមានខ្វះចន្លោះស្ពារផាណាមួយអត់នៅពេលដែលយើងឆែកឃើញថាគ្រប់អស់ហើយគឺយើងចាប់តាមធ្វើការលាងសម្អាតតាមផ្នែកនីមួយៗឲ្យបានស្អាតល្អcoding work អញ្ចឹងមកដល់កន្លែងនេះតាក់ទងជាមួយនឹងពេលយើងដោះស្ពារផាអស់ហើយគឺយើងចាប់តាមធ្វើការលាងសម្អាតកញ្ច្រែងម៉ាស៊ីនជះហើយខាងមុខអញ្ចឹងសម្រាប់ក្នុងវីដេអូនេះគឺគេប្រើតាក់ទងជាមួយនឹង chemical សារធាតុគីមីឬក៏ទឹកលាងសម្អាតកញ្ច្រែងចឹងទៅណាហើយនៅក្នុងនេះគឺបច្ចុប្បន្នគឺយើងអត់បានប្រើ chemical ទេខ្ញុំសូមបញ្ជាក់បន្តិចតាក់ទងនឹងការប្រើ chemical នេះគឺវាមានគុណសម្បត្តិនិងគុណវិបត្តិគុណសម្បត្តិនៅត្រង់ថាវាលាងបានស្អាតល្អប
ប៉ុន្តែនៅគុណវិបត្តិរបស់វាវិញគឺតាក់ទងជាមួយនឹងនៅពេលដែលយើងប្រើ chemical ហើយយើងលាងសម្អាតទឹកអត់បានស្អាតល្អវាងាយនឹងពុកកញ្ច្រែងឆាប់ពុកកញ្ច្រែងសិនចាក់ទៅវិញអញ្ចឹងណាចឹងតើតើមួយការបាញ់សម្អាតគឺគ្នាយើងដឹងហើយបានអនុវត្តគ្រប់គ្នាប៉ុន្តែចំណុចមួយដែលខ្ញុំចង់បដោតខ្លាំងមែនតើគឺតើតើមួយចំណុចនេះនៅពេលដែលយើងលាងសម្អាតហើយនៅក្នុងវីដេអូនេះគឺមាន blower motor មួយសម្រាប់បាញ់ផ្លុំសម្អាតកញ្ច្រែងអញ្ចឹងណាអញ្ចឹងយើងផ្លុំសម្អាតកញ្ច្រែងទៅហើយបន្តមកគឺយើងប្រើ motor vacuum គ្នាយើងបច្ចុប្បន្នមាន motor vacuum ហើយ vacuum គឺយើងត្រូវ vacuum ទៅលើទយោទឹកដើម្បីឲ្យប្រកាសថាទយោទឹករបស់ម៉ាស៊ីនជែកអត់មានស្ទះស្លាយអញ្ចឹងទៅណាអូខេចឹងកន្លែងនេះក៏ដូចគ្នាដែរ blower motor ហ្នឹងយើងអាចយកទៅបូតទឹកជាវានៅពេលយើងដកថង់លាងទៅវាមានការស្រក់ទឹកស្រក់អីមកអញ្ចឹងណាអូខេអញ្ចឹងតោះមកយើងជូតសម្អាតបាទអូខេអញ្ចឹងនេះតើតើមួយ removal part cleaning តើតើមួយ part ដែលយើងបានដោះចេញទៅហើយយើងយកទៅ clean ណាអញ្ចឹងកន្លែងនេះគឺយើង clean ប៉ុន្តែនៅក្នុងវីដេអូនេះគឺគេបញ្ជាក់តើតើមួយការ clean គឺគេលាងជាមួយទឹកធម្មតាអញ្ចឹងណាប៉ុន្តែតើតើជាមួយកតានៅក្នុងប្រទេសកម្ពុជាយើងកន្លែងហាងមួយចំនួនដូចហាងសាច់អាំងហាងអីចឹងគឺគាត់មានខ្លាញ់មានប្រឡាក់ខ្លាំងអញ្ចឹងគ្នាយើងបើសិនជាសង្កេតឃើញថាអូតើតើមួយម៉ាស៊ីនរបស់ភ្ញៀវប្រឡាក់ខ្លាំងហើយអាហ្នឹងយើងrecommend ដាក់ទឹកសាប៊ូដាក់អីលាងបន្ថែមឲ្យគាត់អញ្ចឹងណាអូខេអញ្ចឹងនៅពេលដែលយើងលាងសម្អាតហើយអញ្ចឹងនៅពេលដែលយើងលាងសម្អាតហើយគឺយើងត្រូវចាប់ផាតទាំងអស់ហ្នឹងយកមកទុកនៅកន្លែងដើមវិញហើយយើងត្រូវបបោឆែកម្ដងទៀតមុននឹងយើងចាប់ចូលទៅម៉ាស៊ីនវិញអញ្ចឹងយើងឆែកមើលចំណុច1 2 3 4 5ដែលយើងបានដោះចេញមកហ្នឹងថាមានផាតណាដែលយើង missing មុននឹងចាប់ចូលទៅម៉ាស៊ីនវិញបានន័យថាម៉ាស៊ីន A យើងត្រូវតែទុកផាតសម្រាប់ម៉ាស៊ីន A នឹងយើងអាចយកផាតម៉ាស៊ីន A យកទៅចាប់ B មកចាប់ A បានច្រឡំគ្នាទេអញ្ចឹងនេះតើតើនឹងការងារដែលយើងសម្រាប់សម្រាំងក្នុងការទុកដាក់សម្ភារៈមុននឹងយើងចាប់ចូលម៉ាស៊ីនវិញអញ្ចឹងណាអូខេអញ្ចឹងពេលយើងឆែកថាអត់មាន missing ទេអត់មានបាត់ទេគឺយើងទៅផាតបន្តទៀតអូខេអញ្ចឹងយើងចាប់ដើមចាប់សម្ភារៈចូលវិញយើងចាប់ sensor ចូលវិញតោះមកយើងចាប់ motor ទឹក flow speed ចូលវិញអូខេអញ្ចឹងបញ្ជាក់ម្ដងទៀតត្រង់ motor បូមទឹកនេះគឺយើងត្រូវថាបូមសម្អាតស្លាណាបូមសម្អាតស្លាហើយបច្ចុប្បន្នគឺបើសិនជាឃើញថា motor នឹងប្រឡាក់ខ្លាំងគឺយើងត្រូវទៅដោះវាយកទៅលាងដែរណា motor ហ្នឹងហើយគឺយើងចាប់មកវិញប៉ុន្តែបច្ចុប្បន្នចាក់ស្ដែងគឺយើងអត់ដោះទេគឺយើងគ្រាន់តែរុំថង់ដើម្បីចំណេញពេលប៉ុណ្ណាអូខេយើងចាប់ទាំង board ចាប់ panel ចូលវិញបន្តមកគឺយើងឆែកមើលបើកមើលយើងបើកតាក់ទងជាមួយនឹងmain breaker របស់យើងមកវិញមកដើម្បីឲ្យមាន power supply ចូលមកដល់ម៉ាស៊ីនអញ្ចឹងណាអូខេអញ្ចឹងពេលមានភ្លើងចូលមកដល់ម៉ាស៊ីនហើយគឺយើងចាប់ដើមធ្វើការបើកម៉ាស៊ីនតេស្តហើយមួយទៀតដើម្បីពន្លឿនពេលការតេស្តគឺយើងចាក់ទឹកចូលក្នុងតូដើម្បីតេស្តថា motor ដំណើរការអត់អូខេបន្តមកគឺយើងចាប់ដើមតេស្ត data ឆែក data មើលនៅក្នុងវីដេអូនេះគេអត់បានបង្ហាញតាក់ទងមួយការលាងកតុយក្រោយបានថាយើងលាងផ្នែកខាងមុខហើយយើងភ្លេចលាងកតុយផងដែរអញ្ចឹងណាលាងកតុយហើយចាប់គុំផាតចូលវិញអស់ហើយយើងចាប់ដើមឆែក data យើងមានឆែកខ្យល់ល្បឿនខ្យល់យើងមានឆែក gas យើងមានឆែកពេលអាជូនភៀវអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើងឆែក data ឆែកអីហើយគឺយើងត្រូវផ្លិចជាតកតមួយការនេះសម្អាតជូនតេជុនបានថាយើងត្រូវសម្អាតអ្វីដែលយើងបានក្របនៅនឹងសម្អាតឲ្យស្អាតឲ្យភ្ញៀវទៅណាហើយបញ្ជាក់រាល់ពេលមុនលាងគឺយើងត្រូវតែក្របឲ្យបានរបស់ភ្ញៀវនៅក្នុងវីដេអូនេះចឹងណាអូខេហើយមួយទៀតការងារដែលសំខាន់ចុងក្រោយតកតងជាមួយនឹងការងារបញ្យលទៅកាន់អតិថិជនគេបញ្យលទៅលើអីក្នុងករណីថាឆែកឃើញថាមានសិនភ្ញៀវមានបញ្ហាបាត់ខ្ចៅបាត់អីចឹងយើងត្រូវចេះបញ្យលភ្ញៀវចឹងណា
ហើយមួយទៀតតកតងជាមួយនឹងពេលយើងបញ្ចប់ការងារលៀងវាមានសារពីដានសារឲ្យភ្ញៀវតិចតួចយើងក៏ត្រូវចេះប្រយោគគាត់ថាបងពីដានហ្នឹងតិចទៀតវានឹងស្ងួតវិញយកសារក្នុងករណីតិចតួចអីចឹងទៅណាប៉ុន្តែយើងត្រូវព្យាយាមកាត់បន្ថយឲ្យបានតកតងមួយការសារពីដានព្រោះភ្ញៀវគាត់នឹងពេញចិត្តទេនៅពេលដែលយើងលៀងឲ្យសារពីដានសារឲ្យភ្ញៀវទី2ឯកសារភ្ញៀវដែលមាននៅក្បែរហ្នឹងគឺយើងត្រូវតែប្រយ័ត្នមែនតើអូខេហើយមួយទៀតការងារសំខាន់ចុងក្រោយតកតងជាមួយនឹងការបំពេញឯកសារឲ្យភ្ញៀវដើម្បីឲ្យភ្ញៀវសញ្ញាដើម្បីបញ្ចប់ការងារទី2ទី1 invoice ទី2 service report អញ្ចឹងការងារលាងសម្អាតគឺគ្នាយើងត្រូវតែមានអូខេអញ្ចឹងអរគុណច្រើនដែលបានទស្សនាវីដេអូនេះអរគុណ